ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបំពងប្រហិតញ៉ាំម្ដងហើយនេះខ្ញុំបំពងប្រហិតថ្ងៃនេះដាក់បន្លែទី2មុខទេនេះខ្ញុំដាក់ជាមួយសណ្តែកគួរហើយនឹងការកណាពណ៌សណាបងប្អូនហើយបំពងដាក់2មុខហ្នឹងណានិយាយវិញឆ្ងាញ់សណ្តែកគួរយកមកមូជាមួយសាច់ប្រហិតចេះហ่าបងប្អូនហើយឡើងផ្អែមហ្មងណាតោះចង់ដឹងថានេះខ្ញុំបំពងរបៀបណាកុំភ្លេចតាមដានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ដំបូងនេះខ្ញុំបានទិញប្រហិតហ្នឹងពីកញ្ចប់នេះខ្ញុំយកវាមកផ្លាស់សេ2ថ្ងៃហើយបងប្អូនណាឥឡូវនឹកឃើញថាចង់បំពងប្រហិតជាមួយសណ្តែកគួរហើយនឹងការខាត់ណាណានេះខ្ញុំយកប្រហិតដាក់ត្រាំទឹកទៅឲ្យវាលាយទឹកកកបន្តិចណាហើយនេះខ្ញុំក៏បានទិញសណ្តែកគួរហ្នឹង1000ហើយនឹងការខាត់ណាមួយហ្នឹងបងប្អូនហើយការខាត់ណានេះផ្អែមឆ្ងាញ់ណាហើយនេះខ្ញុំកាត់សណ្តែកគួរហ្នឹងមកច្អុលដៃលើបន្តិចណានិយាយរួមទៅសណ្តែកគួរនេះ1000បានច្រើនដែរបងប្អូនហើយបើការខាត់ណានេះខ្ញុំបំពងតែបន្តិចទេបងប្អូនបំពងអត់អស់ទេមួយហ្នឹងទុកប្រហែលនៅមួយជ្រុងដែរណានេះខ្ញុំកាត់ដុំមកល្មមញ៉ាំទេបងប្អូនវាស្រួលបិទផងណាហើយបងប្អូនដែលធ្លាប់ធ្វើញ៉ាំអត់ការខាត់ណានេះយកមកបិទជាមួយប្រហិតណាបងប្អូនហើយផ្អែមឆ្ងាញ់វាអត់ធំមពលទេហើយនេះខ្ញុំកាត់ដុំប៉ុណ្ណឹងណាហើយនេះខ្ញុំក៏កាត់រួចហើយនេះខ្ញុំក៏យកបន្លែហ្នឹងមកដាក់ត្រាំទឹកលាងទឹកឲ្យស្អាតទៅដាក់ត្រាំទឹកចោលទៅហើយនេះខ្ញុំក៏យកខ្ទះហ្នឹងទៅដាក់ឲ្យក្តៅចាក់ប្រេងសណ្តែកចោលអញ្ចឹងណាហើយនេះខ្ញុំក៏ចាប់ផ្ដើមស្រង់បន្លែស្រង់អីហ្នឹងឲ្យស្រស់ទឹកមកហើយក៏ចាប់ផ្ដើមយកថង់មួយមកថង់មួយហ្នឹងនេះខ្ញុំក៏យកវាមកដាក់ជាមួយប្រហិតហ្នឹងហើយវាយវានៅលើថង់ហ្នឹងទៅហើយក៏យកសណ្តែកគួរហ្នឹងមកចាប់មូណាបងប្អូនណាមូប្រហិតដូចនាងខ្ញុំចេះហាស្រួលណាស់មិនបាច់យកដៃទៅច្បាច់តុបជាមួយសណ្តែកគួរអីទេដាក់ប្រហិតលើថង់អញ្ចឹងមកវាយវាហើយយកសណ្តែកគួរមករៀបពីលើអញ្ចឹងណារៀបពីលើអញ្ចឹងមកឲ្យបងប្អូនចាប់ថង់បាច់ដូចនាងខ្ញុំបង្ហាញបងប្អូនអញ្ចឹងទៅធ្វើអញ្ចឹងណាបងប្អូនធ្វើតតែអស់និយាយរួមទៅស្រួលធ្វើបងប្អូនអត់មានពិបាកធ្វើអីទេនាងខ្ញុំធ្វើអញ្ចឹងណាស្រួលហ្មងហើយនិយាយទៅបើការខាត់ណាវិញគ្រាន់តែយកប្រហិតហ្នឹងមកតុបពីលើទៅជាប់ឲ្យបងប្អូនឲ្យប្រហិតថ្ងៃនេះស្វិតល្អនេះខ្ញុំទិញ2ថ្ងៃហើយបងប្អូនតែនៅស្វិតដល់ពេលយើងត្រាំទឹកឲ្យវារលាយទឹកកកមកពេលយកមកបិទមានអីបងប្អូននៅស្វិតហ្មងសាច់ប្រហិតណានេះខ្ញុំក៏បានបំពងប្រហែលជាមួយចានហ្នឹងឲ្យម៉ែក្មេករបស់នេះខ្ញុំគាត់ភាសាមុនណាព្រោះអីគាត់ចាស់ហើយនេះខ្ញុំក៏បានរៀបចំឲ្យគាត់ភាសាមុនតើបាននេះខ្ញុំចាប់ដើមមកមូបន្តទៀតចឹងណាហើយក៏បានយកការខាត់ណាហ្នឹងមកបិទចឹងណាបងប្អូនឃើញហ្នឹងបិទស្រួលណាហើយប្រហិតនេះខ្ញុំមានដាក់គ្រឿងថែមទេប្រហិតគេវាយគ្រឿងដាក់គ្រឿងក្រៅមកល្មមឆ្ងាញ់អត់ប្រៃទេហើយក៏អត់ផ្អែមដែរគ្រាន់តែទិញបន្លែមកលាងទឹកឲ្យស្អាតហើយយកវាមកបិទមករុំចឹងណាបងប្អូនហើយមិនបាច់ហត់ទៅកោះប្រហិតវាយប្រហិតអីទេនិយាយទៅទិញអាគេមូស្រាប់សំទោសបងប្អូនទិញអាគេកិនស្រាប់ហ្នឹងណាប្រហិតនេះប្រហិតត្រីឆ្កោកបងប្អូនស្វិតឆ្ងាញ់នេះខ្ញុំមូតរ៉ែអញ្ចឹងតតែអស់ណាបងប្អូននិយាយទៅបានច្រើនដែរបន្លែបានប្រហែលជាមួយចានកពងកពើហ្នឹងណាអូបងប្អូនហើយសំទោសនិយាយខុសទៀតដែរបានប្រហែលជាមួយចានហ្នឹងបងប្អូននេះខ្ញុំបញ្ចូលសលេងថ្ងៃនេះបងប្អូនហើយឮសំឡេងកូនគាត់កមុកតិចហ៎បងប្អូនហើយបងប្អូនឃើញអត់នេះមូបានមួយចានហ្នឹងណាបន្លែហ្នឹងបានច្រើនដែរតាហើយឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមដាក់បំពងម្សាទៀតហើយបងប្អូនចាប់សណ្តែកគួរហ្នឹងដាក់ចូលទៅហើយប្រេងសណ្តែកនេះខ្ញុំដាក់មកល្មមទេអត់សូវដាក់ច្រើនដែរទេបងប្អូននេះខ្ញុំដាក់បំពងតែ3សាទេបងប្អូនហើយបងប្អូនហើយដល់ពេលឆ្អិនទៅណាបងប្អូនឡើងឈ្ងុយហ្មងណាសាច់ប្រហិតនេះខ្ញុំមូអញ្ចឹងបងប្អូនតែអត់មានល្បេះចេញពីគ្នាណាជាប់ប៉ះគេបងប្អូនសាច់ប្រហិតវាស្វិតហើយប្រហិតនេះ1គីឡូដូចជាប្រហែល10000នេះខ្ញុំទិញ3ខាំ5000បងប្អូនមិនដឹងជា1គីឡូប្រហែលទេប៉ិនគេលក់3ខាំ5000ប្រហែលជា1គីឡូ10000ជាងបងប្អូនហើយនេះខ្ញុំក៏ចាប់ផ្ដើមបំពងការខាត់ណាហ្នឹងចូលម្សាទៀតអញ្ចឹងណាគ្រាន់តែដាក់ចូលឲ្យមកផ្លែទេឆ្អិនបាត់ហើយបងប្អូនប្រែត្រឡប់ចុះត្រឡប់ឡើងទៅឥឡូវឆ្អិនមកមុខទៀតហើយនេះខ្ញុំក៏បានស្រង់វាឡើងណាហើយបងប្អូនមើលតំណងគួរចង់ញ៉ាំអត់នេះខ្ញុំក៏បានរៀបវាដាក់ចានណាបងប្អូនរៀបដាក់ចានអញ្ចឹងមកហើយពេលរៀបរួចហើយបងប្អូនញ៉ាំជាមួយទឹកអីក៏បានដែរបងប្អូនទឹកម្ទេសក៏បានទឹកត្រីកោះកុងជូរអែមអីក៏បានដែរតែថ្ងៃនេះខ្ញុំញ៉ាំទឹកត្រីទឹកម្ទេសដបនេះខ្ញុំទិញគេស្រាប់ឯណាអត់បានឆាបានកឡុកអីទេហ
ហើយក៏បានយកទឹកម្ទេសហ្នឹងមកចាក់ដាក់ចានហើយក៏យកប្រហិតហ្នឹងចាប់ចលក់ញ៉ាំណាឆ្ងាញ់ណាស់បងប្អូនហើយឡើងផ្អែមសណ្តែកគួរវិញថ្មីដល់ពេលយើងយកមកបំពងចេះឆ្ងាញ់ណាស់ហើយឥឡូវនេះដាក់ជាមួយការខាត់ណាមើលចលក់សាកមើលបងប្អូននឹងឆ្ងាញ់ប៉ុណ្ណាសាកសិនជាតិប៉ាគេម៉ែនបងប្អូនហើយឡើងផ្អែមហើយអាសាច់ការខាត់ណាហ្នឹងឡើងទន់ល្មើយហ្មងអត់មានធំក្លិនធំអីទេឆ្ងាញ់ហ្មងបងប្អូនឆ្ងាញ់ហ្មងណាបងប្អូនមើលបើបងប្អូនពេញចិត្តនៅវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ like ជួយ share ហើយនាងខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយបាយ